សារ៉ាដំពងតែដាក់របាំងពុនកយដែលជារឿងគួរឲ្យភ្ញាក់ផ្អើលពិភពលោកក៏នៅតែត្រឹមត្រូវដែរពីព្រោះគាត់ជាមហាអំណាចទី1ផុតលេខប៉ុន្តែការនេះគាត់កំពុងតែធ្វើសង្គ្រាមពាណិជ្ជកម្មពេញពិភពលោកតែម្ដងមិនមែនតែជាមួយចិនទេពីមុនថាជាមួយចិនហើយខ្ញុំតែងឧបមាថាគាត់កាត់សេចក្តីជាមួយកម្ពុជាដូចយកកបិតតាំងតោមកអាក្រិតចឹងហើយធ្វើម៉េចឲ្យអញ្ជើញបរិយាកម្មកម្ពុជាចិនអានេះកម្ពុជាសហរដ្ឋអាមេរិកនឹងស្មើគ្នាទៅកើតខ្ញុំចេះដាក់សញ្ញាសួរទេអញ្ចឹងឆ្លៀតនិយាយបន្តិចទៅដើម្បីឆ្លោះបញ្ចាំងកម្ពុជាផលិតសម្លៀកបំពាក់លក់សម្លៀកបំពាក់វាជនភ័ណ្ឌនឹងសម្ភារៈកីឡាហើយសហរដ្ឋអាមេរិកលក់សពាវុធធុនធ្ងន់មិនហើយកម្ពុជាណាមានលទ្ធភាពទៅទិញអានោះហើយបើមានលទ្ធភាពទិញក៏គាត់អត់លក់ឲ្យដែរហើយធ្វើម៉េចអញ្ជើញសម្ដេចកម្មស្មើគ្នាបានគាត់ទៅរួចទ្រឹស្ដីហ្នឹងអត់ត្រឹមត្រូវខ្ញុំថាអត់ត្រឹមត្រូវឯកឧត្តមឆេងកំឡុងបានចែកគ្នាជាមួយខ្ញុំនៅវេទិកាផ្សេងថាទ្រឹស្ដីហ្នឹងវាមិនត្រូវនឹងយកមកថ្លឹងឲ្យស្មើហ្មងកម្ពុជាចង់ស្មើដែរចង់រកស៊ីស្មើជាមួយសហរដ្ឋអាមេរិកដែរប៉ុន្តែយើងមើល GDP អាមេរិកមើលធ្វើម៉េចឲ្យវាស់ជាមួយកម្ពុជាស្មើចាក់ឲ្យស្មើគ្នាយ៉ាងម៉េចសូម្បីជាមួយចិនក៏អត់ស្មើដែរកម្ពុជាជាមួយចិនធ្វើម៉េចស្មើកើតបើចិនគាត់មហាប្រទេសហើយវត្ថុនៅចិនសម្បូរបែបហើយបើកម្ពុជាមិនទិញមកទៅឲ្យទិញពីណាទៅអញ្ចឹងចេញអាមេរិកកម្មវាអត់ស្មើគ្នាទេវាមិនអាចយកទ្រឹស្ដីស្មើនឹងមកបានទេស្មើនេះអាចធ្វើនិយាយកម្ពុជាឡាវអីទៅថាអុយទៅកម្ពុជាសហរដ្ឋអាមេរិកកម្ពុជាចិនឲ្យស្មើគ្នាអញ្ចឹងខ្ញុំថាខ្ញុំមិនជាចេះទ្រឹស្ដីសេដ្ឋកិច្ចស្មើនឹងប្រទេសមហាអំណាចទេប្រហែលយើងឆ្លោះកម្ចាំងតាមទស្សនៈនយោបាយអញ្ចឹងហើយត្រឡប់មកវិញថាទស្សនវិជ្ជាកម្ពុជាចិននឹងបានបង្ហាញអញ្ចឹងភាបានលើកឡើងលម្អិតនៅទស្សនៈទានស្ដីពីទំនាក់ទំនងមិត្តភាពដាច់ថែបកិច្ចសម្បត្តិការត្បូងពេជ្រកម្ពុជាចិនដែលយើងបានមានទំនាក់ទំនងគ្នារាប់ពាន់ឆ្នាំហើយចំពោះខ្ញុំអ្វីដែលយើងកំពុងតែធ្វើកិច្ចការល្អយើងមិនគួរខ្លាចនៅទស្សនៈទានផ្សេងទេទស្សនៈទានផ្សេងវាជាកញ្ចក់ឆ្លុះបញ្ចាំងប្រតិបបំភ្លឺផ្លូវបង្ហាញដល់យើងទាំងអស់គ្នាបន្ថែមទៀតបាទពិភពលោកផែនដីនេះវិលជាប្រចាំអញ្ចឹងការគិតរបស់មនុស្សក៏ប្រែប្រួលជាប្រចាំដែរយើងមិនអាចបដិសេធនៅគំនិតអ្នកទេតែសំខាន់យើងបានដឹងខ្លួនយើងថាយើងកំពុងអ្វីដើម្បីអ្វីនេះជាអ្វីដែលយើងត្រូវធ្វើរួមគ្នាបាទអញ្ចឹងវឌ្ឍនភាពកម្ពុជាចិនយើងមិនអាចនៅនឹងត្រឹមតែតំណែងអំណងពិសេសដោយឡែកនឹងតែប៉ុណ្្នឹងទេយើងត្រូវបន្តនៅលក្ខណៈពិសេសរបស់យើងបន្ថែមទៀតចង់អ្នកណាថាអីជារឿងរបស់គេសំខាន់យើងបានធ្វើរឿងត្រឹមត្រូវនិងសមស្របទៅតាមច្បាប់ជាតិនិងជាតិរបស់យើងដោយដែលឯកឧត្តមបណ្ឌិតបានលើកហើយគឺស្របតាមរដ្ឋធម្មនុញ្ញនិងបដិការអន្តរជាតិដែលត្រូវតែឲ្យយើងរួបរวมបន្ថែមជាអ្វីមួយដែលយើងត្រូវតែធ្វើហើយខ្ញុំនៅតែនិយាយដដែលថាមិនបារម្ភចំពោះអ្នកណាថាអ្វីចំពោះខ្ញុំមើលឃើញថាទំនាក់ទំនងកម្ពុជាចិនបាទសូមអធិស្ឋានអសន្នរដ្ឋាមានហើយអញ្ចឹងយកជាផ្លូវការទៅឲ្យខ្ញុំលើកឡើងក្នុងទស្សនៈទានផ្សេងបន្ថែមទៀតកម្ពុជាចិនក្នុងរយៈពេលរាប់ពាន់ឆ្នាំខ្ញុំមានភស្តុតាងជាច្រើនដែលបានឃើញអំពីទំនាក់ទំនងពិសេសកម្ពុជាចិននៅតាមប្រាង្គប្រាសាទដែលចរិតទុកអញ្ចឹងយើងមិនមែននិយាយតាមអារម្មណ៍នឹកឃើញទេលោករដ្ឋស្រីនាងកញ្ញាអាចនាំលោកជំទាវអាចទៅមើលនៅប្រាសាទបាយ័នឃើញហើយអញ្ចឹងទាំងអស់នេះបានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជាចិនលើគ្រប់ទិដ្ឋភាពតាំងពីរាប់ពាន់ឆ្នាំមកហើយតែពេលនេះខ្ញុំសូមលើកទិដ្ឋភាព5ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រនយោបាយកិច្ចការអភិវឌ្ឍនិងធម្មជាតិទិដ្ឋភាពប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់យើងបានឆ្លុះបញ្ចាំងដោយតែខ្ញុំបានបង្ហាញអំបញ្ញមិញមិនត្រឹមតែក្នុងសម័យកាលប្រវត្តិសាស្ត្រទំនើបដែលចុងផ្ដើមឡើងព្រះបរមកោដ្ឋលោកជួនឡាយ
ដូចជាលោកប្រធានម៉ៅសេតុងនោះទេគឺមានតាំងពីរាប់ពាន់ឆ្នាំមកហើយជាផោះតាងចរិតទុកនៅក្នុងប្រាសាទរបស់យើងខ្ញុំបានឃើញច្បាស់នៅប្រាសាទបាយ័នបាទមានទាំងពីអ្នកនយោបាយអ្នកការទូតអ្នកជំនួញចិនរួមនឹងវិស័យកងទ័ពផងកងទ័ពចិនបាននៅក្នុងក្បួនដង្ហែរបស់ព្រះបាទជ័យវរ្ម័នទី7ទៅទៀតអញ្ចឹងសូមទៅមើលទៅបាទឃើញហើយអញ្ចឹងនេះជាតំណែងក្នុងសម័យកាលប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយក្នុងសម័យទំនើបយើងបានដឹងហើយបកូណាព្រះបរមកោដ្ឋនិងថ្នាក់ដឹកនាំចិនបានផ្ដួចផ្ដើមនៅតំណែងដែលតភ្ជាប់តំណែងក្នុងលក្ខខណ្ឌពិសេសរបស់យើងនឹងបន្តមកហើយបន្តពូនជ្រុំដោយសម្ដេចតេជោហ៊ុនសែនដែលជាអិសរាជជននយោបាយនៃកម្ពុជាបានទៅបំពេញទស្សនកិច្ចនឹងធ្វើការជាមួយប្រទេសចិនយ៉ាងច្រើនជាងគេតាមខ្ញុំរាប់គឺរហូតដល់14ដងនៅក្នុងដំណើរបំពេញកិច្ចរបស់សម្ដេចតេជោទៅប្រទេសចិនទាំងផ្លូវការនិងទាំងឯកជននិងបញ្ហាផ្សេងទៀតបាទនេះបានបញ្ជាក់អំពីតំណែងដ៏រឹងមាំគ្រប់គ្រងគ្នានៅក្នុងទស្សនវិជ្ជាប្រវត្តិសាស្ត្រនេះហើយជាពិសេសក្នុងទស្សនវិជ្ជាដែលចិនឯកោទាំងសម័យសង្គ្រាមត្រជាក់បកូណាព្រះបរមកោដ្ឋនិងសម័យតេជោហ៊ុនសែនតែបំពេញលាតត្រដាងបកចេញពីភាពឯកោរបស់ចិននេះជាអ្វីដែលកម្ពុជាបានធ្វើបាទសម្ដេចធិបតីហ៊ុនម៉ាណែតក៏បន្តទស្សនវិជ្ជានេះបន្តទៀតបាទនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសគឺបានបំពេញទស្សនកិច្ចមុនគេទៅសាធារណរដ្ឋប្រជាមានិតចិននេះបង្ហាញច្បាស់អំពីជ្រុងនៃកម្ពុជាសម្រាប់តំណែងមិត្តភាពដាច់ថែបរបស់យើងទីពីរយើងចង់បង្ហាញនៅទស្សនវិជ្ជានយោបាយវាមិនខុសពីទស្សនវិជ្ជាប្រវត្តិសាស្ត្រដែលខ្ញុំបានលើកទេយើងបានបំពេញគ្នាទៅវិញទៅមកនៅក្នុងទស្សនវិជ្ជានៃតំណែងយើងបានដឹងហើយថានៅក្នុងក្របខ័ណ្ឌអាស៊ានគឺកម្ពុជាដើរតួនាទីយ៉ាងសំខាន់នៅក្នុងតួនាទីចិននៅក្នុងអាស៊ាននឹងខ្ញុំតែងតែនិយាយគ្រប់តែវេទិកាហើយនឹងការបង្រៀនផងខ្ញុំតែងតែនិយាយថាខ្ញុំនិយាយនៅស្រុកប្រទេសចិនទៅទៀតចិនមានកម្ពុជាមួយដូចតែមានអាស៊ានទាំងអស់អញ្ចឹងពីព្រោះផ្អែកនឹងអនុលោមតាមគោលការណ៍ធម្មនុញ្ញអាស៊ានបានបញ្ជាក់ច្បាស់គោលការណ៍កុងសង្ស៊ីបាទនេះជាចំណុចគ្រឹះសំខាន់សម្រាប់អាស៊ានចំណុចគ្រឹះសំខាន់វាមាននៅក្នុងទ្រឹស្ដីក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងគឺកម្ពុជាតែងបង្ហាញនៅការអនុវត្តជាក់ស្ដែងក្នុងឋានៈជាប្រធានអាស៊ានបដូវវេន3ដងឆ្នាំ2002កម្ពុជាចូលជាសមាជិកអាស៊ានភ្លាមក្រោយមកក៏ជាប្រធានអាស៊ាន2012 2022តួនាទីកម្ពុជាតែងតែរំលេចឡើងនៅការដោះស្រាយបញ្ហាក្តៅកគុកនៅការបញ្ចេញឥទ្ធិពលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ដែលយើងនិយាយឲ្យចំគឺបញ្ហាសមុទ្រចិនខាងត្បូងអញ្ចឹងការកសាងឯកសំខាន់នៅបញ្ហាសមុទ្រចិនខាងត្បូងគឺផ្ដើមចេញក្នុងនាមកម្ពុជាឋានៈជាប្រធានអាស៊ានបាទទាំង3ដងហើយទាំងអស់នេះអន្តរជាតិនិងមហាអំណាចផ្សេងតែងតែចង្អុលមកជានៅក្នុងកិច្ចការនេះតែយើងចោទសួរទៅវិញថាតើប្រទេសអាស៊ានផ្សេងទៀតក្នុងឋានៈជាប្រធានអាស៊ានបានដោះស្រាយបញ្ហាស្មើនឹងកម្ពុជាហើយកុំថាឡាយលើសកម្ពុជាឲ្យស្មើកម្ពុជាទៅលើបញ្ហាហ្នឹងមិនទាន់មានទេរួមទាំងបញ្ហាតំបន់ផងភូមិដើមពេលខ្លះវាជាកំហុសនៅពេលដែលយើងជាប្រទេសទុនខ្សោយប្រទេសតូចទោះជាយើងធ្វើត្រូវមិនក៏គិតនៅថាយើងខុសដែរតែខ្ញុំបាននិយាយមុននេះថាបើយើងធ្វើរឿងត្រឹមត្រូវយើងមិនខ្លាចអ្នកណាថាខុសទេយើងនឹងបានលទ្ធផលនៅពេលក្រោយអ្នកឯងថាខុសជារឿងអ្នកឯងនៅក្នុងទស្សនៈនយោបាយប៉ុន្តែរឿងត្រឹមត្រូវវានៅតែត្រឹមត្រូវផែនដីវានៅតែវិលរបស់វាអត់វិលវាច្រាស់បានទេវិលវាច្រាស់វានឹងរលាយហើយគឺដូចគ្នាបើយើងធ្វើរឿងត្រឹមត្រូវ
nó không tầm đen đó bao dương khi mình khoan năng để na thai thì bà dương ba ở kia tha tư làm bây dương cho mình trang pho và nè xí năng bậc thiền chia thà nông thà dương tha ta là o ban hơi chống biết bắt tia sanh cho mình trang rồi dương gì phải nhập vốn đó mấy cái tha trắng tha đấy tại nhóm nhóm tha xinh miền cái lại thầy cho mình chắc lắm bây dương rừng mòn tiệt mà năng tự phiền xây cách ai đam đợt cơn phía ban lương chỉ ra na khi ông còn là tiên chia sẻ nhà cô lê bà không này vô bài bia ai rồi bỏ chân đi cái tha Campuchia ai năng rong nơi bản đá xa toàn là cam chay muôn cho pi ấy bất nó xui thành nóng có pông tại chi lơ phơi là bươn lườn đã co sang viên dục đại krum hồn trần tới tia sanh cách nơi prum đài đầm bòn từ pi dọp chỉ đàm rất là ca viên dục bỏ trần phân tái quát phơi luôn tha đang chỉ phơi viên dục bị trần và chẳng đôi tại trong nè bài thế và ní chi trong muối đại dương mơ khởi thầm đá phơi phơi rọp roi rọp pon cái lỗ máy vi lên ấy nằng miên chấm nách khla đại chỉ pan nhà ha đại trai chua chua bật hài mười có bật tò nó dương dây opman về thì chẳng miên ở vậy lọt cho hay bà lọt choสำหรับแต่มาห้ามนายพดเล็กกดเธอไอ้ก็ทำเธอได้วิธีฮอสารดำพงแต่ดักเราบังปนกอยได้จีเรื่องกูไอ้พยาบาลปีพบโลกก็น่าแต่ทำเธอได้ปีพวกกวาดเชี่ยมห้ามนายตีมุ้ยพดเล็กบันแต่การนี้กวาดกำปงไทยเฟื่อสังเครียมปนิจกรรมเป็นปีพบโลกแต่มดองแม่น่าจะมวยเชียนนี่ปีมุนไทยจะมวยเชียนให้ขยมตายอุปมาท่ากวาดกัดสิกได้จีมวยกามเชียโดยโยกับบัดตังเต้ามาอารัดจังไอ้เธอไม่เอาจริงไปกามเชียจันอันนั้นกามเชียสระดำเริกตั้งสมาคนนี้แต่ก้าวที่มันจะด่าสัญญาสูดเนี่ยมันจะเปลี่ยนจะหินเตเตอร์นำไปฉลองมันใช่กามเชียบลัดสำเลียมเปียลุสำเลียมเปียเวียจะเนี่ยพรนึงสามเรียไกลาไอ้สระดำเริกลุสเปียวุฒิทุนทงนไม่การมิเชียนะมีระดับเพียบตัวเต็งอย่างน้องไอ้บ่มีระดับเพียบเต็งก็กว่าลูกอ้อยเลยให้เธอไม่จริงในการสมาธิบานก็ตะรุ่ยทฤษฎีนั่งอาธรรมเถอะยังถ้าอาธรรมเถอะไอ้ดำเชิงกับล้องมันเจอเนี่ยจะไว้ชมในเวทีกาเซิงถ้าทฤษฎีนั่งเวียมเถอะนั่งโยมาทลังไอ้สมาไหมการมิเชียจังสมาได้จังหัวซีสมาจะมวยสารดับเริกได้เพราะน่ะยังมือจีดีรำเริกมือเธอไม่ว่าจะมวยการมิเชียสมาจะเอาสมาเคลียอย่างมัดสมัยจะมวยจันก็สมาได้การมิเชียมวยจันถึงเป็นสมากันมวยจันก็มหาปฏิให้วัตถุที่มวยจันสมบูรณ์แบบให้บการมิเชียมันเต็งม้าแต่เอาเต็งปีนานแต่จังจริงบริการวิอัตสมาเคลียเตวิมอายุทฤษฎีสมาต้องมาวันเตสมาเนี้ยอาจทำใจการมิเชียลาไอ้เต้าท่าไอ้ตัวการมิเชียสระดับเริกการมิเชียจันเอาสมาเคลียจังยมท่านขยมมันจิตใจทฤษฎีเศรษฐกิจสมาหนึ่งมาเตะพามนาจีประกอบยึดฉลองจ้างตามเทศนาอยู่บ้างจังให้ตลอดมาวิ่งท่าเตะเพียบการมีจิตใจนั่งบ้านบางหานจังบ่าการวินิโยกจิตชราญตามกลโยบายตามนโยบายเพลิงนังสายกับวัดบ่อเจนนี้บ้านจะมันไทม์นักนงจะรันเศรษฐกิจการมีชีได้ยิงเตียนนักนงจงมวยเตี้ยของการได้กูอาภิวัตนี่คือเชื่อสำคัญสำคัญนะการเชื่อเช่นดับใบรุ่นเศรษฐกิจการเชื่อเอาสตูเงือบหลังให้ได้ยิงมันอาจปฏิเสธเนี่ยได้ปฏิเสธดึกยมใหญ่เหมือนครอนได้ชื่อเทศนาอยู่บ่ายจงมวยที่ยมตายในใจท่าตามแยกเพลหรือเบือนเลื่อนได้จะเพลตีมวยระบบการเชื่อน้องบ้านตอบชัวพนมปิงหนึ่งครองเปอร์เซ็นต์นุได้ยิงอาจสานมัดหาพนมเปิงมีนในสมบัติดัสรสานที่พระยิงเฟื่องดำนา
តែរយៈពេល2ម៉ោងដោយសុវត្ថិភាពប៉ុន្តែมันមានសុវត្ថិភាពដោយសារអ្នកបើកវាហួសលបឿនខ្លាំងពេកអាហ្នឹងរឿងរបស់គាត់តែយើងបើកសំស្របតាមលបឿនតែ2ម៉ោងនោះតែហូបកាទៀងនៅក្រុងបរសេនុបានហើយអញ្ចឹងធ្វើឲ្យភ្នំពេញហ្នឹងជនបរទេសគេមកភ្នំពេញគេអាចទៅដេកឬក៏ទៅអង្គុយហូបកាហ្វេនៅក្រុងបរសេនុបានផឹកវិយាមួយកែវបាននិយាយពាក្យផឹកអញ្ចឹងទៅចុះព្រោះវិយាហើយត្រឡប់មកដេកពេញបានទៅទៀតស្ទះនៅភ្នំពេញឯនេះទេបាទអញ្ចឹងអាហ្នឹងយើងទៅបដិសេធមិនអាហ្នឹងការអភិវឌ្ឍវាត្រូវអញ្ចឹងបាទចំណុចទី5ហ្នឹងខ្ញុំចង់ទីណាទស្សនវិជ្ជានៃធម្មជាតិដែលផ្សារភ្ជាប់ទាំងប្រវត្តិសាស្ត្រនយោបាយហើយក្នុងនេះគឺក្រមការងារគេលើកទាំងទ្រឹស្ដីស្អីកំណាព្យចិនមកទៀតខ្ញុំសូមអានទៅចុះបន្ថែមលើនេះស្របនឹងទស្សនវិជ្ជាធម្មជាតិខ្ញុំសូមលើកយកកំណាព្យបុរាណចិនមួយឃ្លាដែលពោលថាភ្នំទាំងឡាយនៅឆ្ងាយពីគ្នាតែស្រស់បំប្រងក្រោមដំណក់ទឹកភ្លៀងរួមគ្នាដូច្នេះយើងឃ្លាតឆ្ងាយពីគ្នាយ៉ាងមិនកើតបើយើងទទួលពន្លឺព្រះច័ន្ទតែមួយអានឹងក្រមការងារគេចម្លងមកវាអញ្ចឹងមែនដូចគ្នានឹងប្រជាជនកម្ពុជាតែនិយាយថាយើងរួមជោគវាសនាជាមួយគ្នាព្រោះយើងរស់ក្រោមដំបូលមេឃតែមួយស្រូបខ្យល់អុកស៊ីសែនលំហអាកាសតែមួយផឹកទឹកទន្លេកងឡានឆាងរួមគ្នាអាហ្នឹងខ្ញុំថែមដូច្នេះកម្ពុជាចិនទាំងទស្សនវិជ្ជាប្រវត្តិសាស្ត្រនយោបាយនិងទស្សនវិជ្ជាផ្សេងទៀតហើយលក្ខខណ្ឌពិសេសមួយទៀតគឺការតភ្ជាប់ជាតិនាំឲ្យយើងជាប់គ្នាស៊ីសែនមិនថាតែកម្ពុជាចិនទេសារ៉ាត់ត្រូវតែដកដង្ហើមរួមគ្នាដែរប៉ុន្តែมันមានទន្លេមេគង្គឡានឆាងជាមួយកម្ពុជាទេតែកម្ពុជាចិនមាននេះជាលក្ខខណ្ឌពិសេសដែលតភ្ជាប់គ្នាប្រសិនបើយើងសម័យមើលនៅក្នុងទស្សនវិជ្ជាប្រវត្តិដែលខ្ញុំបានលើកឡើងនៅក្នុងខាងដើមនោះមាននៅក្នុងផ្ទាំងប្រាសាទនោះយើងបានឃើញជាងសម័យមើលថាអ្នកនៅអង្គុយទីនេះតើអ្នកណាខ្លះឈាមជ័រចិនខ្ញុំខ្មៅគេមើលមិនសូវឃើញថាជាប់ចិនអីទេតែរាប់ពាន់ឆ្នាំមកហើយការផ្សារភ្ជាប់សំទុះជាសាច់ញាតិនឹងគ្នានឹងយ៉ាងដូចម្ដេចហើយតែហ្នឹងយើងមិនអាចញែកសែននឹងចេញកើតទេយើងចេះអត់កើតទេពីព្រោះវាជាសេនតិចជាប់រាប់ពាន់ឆ្នាំទៅហើយអញ្ចឹងហើយគេពិបាកថាកម្ពុជាសែនចូលឆ្នាំចិនសែនឆេងមេងស្អីណាណីហ្នឹងពិបាកថាមិនអោយសែនណាពីព្រោះវាមានចរិតរាប់ពាន់ឆ្នាំមកអញ្ចឹងចិនមិនសែនចូលឆ្នាំកម្ពុជាហ្នឹងរឿងរបស់ចិនមកយើងនឹងនិយាយនៅចំណុចខាងក្រោយតែកម្ពុជាសែនអញ្ចឹងវាមានចរិតលក្ខណៈជាសេនតិចនៃប្រវត្តិសាស្ត្រដែលវាតភ្ជាប់រួមទាំងធម្មជាតិផងដែលយើងមិនអាចផ្ដាច់គ្នាត្បិតតែនៅចិនមានវារីអគិសនីកាត់ទន្លេឡានឆាងមេគង្គអីប៉ុន្តែទឹកវានៅតែជាប្រភពទឹកមកបាទចាក់បង្កនៅបឹងទន្លេសាបផ្ដល់នៅភោគធប់នៃជីនិងមច្ឆាជាតិជាក៏រួមនឹងភោគផលកសិកម្មផ្សេងទៀតដែរអាហ្នឹងយើងមើលឃើញអញ្ចឹងបាទហើយទាំងអស់នេះมันអាចកាត់ផ្ដាច់ទេវាជាហ្សេនេតិកនៃមនុស្សនិងធម្មជាតិបាទអាហ្នឹងអ្នកណាមកកាត់ផ្ដាច់ក៏វាមិនកើតដែរហើយវឌ្ឍនដឹកនាំចិនឬកម្ពុជាពេលណាមួយចង់កាត់ផ្ដាច់ក៏មិនកើតដែរព្រោះហ្សេនេតិកវាអញ្ចឹងប៉ុន្តែប្រហែលជាមិនកាត់ផ្ដាច់ទេពីព្រោះការផ្សារភ្ជាប់គ្នានេះមានចរិតលក្ខណៈជាហ្សេនេតិកជាប្រវត្តិសាស្ត្រជាធម្មជាតិនិងចរិតលក្ខណៈភូមិសាស្ត្រនយោបាយតែខ្ញុំមិនអាចយកវេទិកានេះមកវែកញែកចរិតលក្ខណៈភូមិសាស្ត្រនយោបាយអស់ហើយបាទបន្ថែមលើដើម្បីបញ្ជាក់លើបញ្ហានេះខ្ញុំសូមលើកនៅទស្សនៈទានមួយចំនួនដើម្បីកិច្ចសវត្ថការឈ្នះនិងមិត្តភាពដៃថែបរបស់យើងឲ្យកាន់តែរឹងមាំបន្ថែមទៀតក្នុងនោះយើងឃើញថា
យើងបានលើកឡើងនៅកិច្ចការត្បូងពេជ្រមិត្តភាពដៃថែបកិច្ចបាតការឈ្នះឈ្នះចំណុចទី1ខ្ញុំគួរតែលើកឡើងថាប្រទេសទាំងពីរត្រូវតែបន្តពូនជ្រុំនៅគំរូដ៏ល្អនៃទំនាក់ទំនងបន្ថែមទៀតដូចខ្ញុំនិយាយខាងដើមហ្នឹងมันគួរនឹងភ័យស្លន់ស្លោនឹងអ្នកណាលើកថាមិនទេទីហោះថាកន្លងទៅហ្នឹងគេលើកថាចិនហ្នឹងនឹងយកកំពង់ផែរៀមទៅធ្វើអញ្ចេះធ្វើអញ្ចោះហើយបើកម្ពុជានឹងចិនស្ដាប់ការលើកឡើងបំភ័យរបស់អ្នកដទៃហ្នឹងកំពង់ផែរៀមហ្នឹងគៀងត្រឹមប៉ុណ្ណឹងឥឡូវសម្ដេចធិបតីសម្ពោធហើយវាជាជ្រុងមួយសម្រាប់នយោបាយកម្ពុជាក្នុងការការពារខ្លួនបាទมันអភិវឌ្ឍមិញបានបើយើងមានសមុទ្រហើយបើយើងអត់មានកំពង់ផែទឹកជ្រៅសម្រាប់នាវាសម្រាប់តបមិញបានអញ្ចឹងมันសំខាន់អ្នកណាថាអីសំខាន់យើងធ្វើរឿងត្រឹមត្រូវដើម្បីជាតិរបស់យើងដើម្បីកិច្ចការការឈ្នះឈ្នះរបស់យើងអ្នកណាថាជារឿងរបស់អ្នកនងมันខ្វល់ទេបាទសំខាន់យើងបានធ្វើសពទៅតាមច្បាប់ជាតិនិងអន្តរជាតិនិងមានចរិតលក្ខណៈជាកិច្ចការការឈ្នះឈ្នះនៃប្រទេសយើងទាំងពីរបាទអញ្ចឹងយើងត្រូវតែបន្តពូនជ្រុំហើយដែលទាំងអស់នេះវាទាញចេញពីលក្ខណៈពិសេសដោយឡែកនៃប្រជាជាតិទាំងពីរអាពិសេសដោយឡែកនេះខ្ញុំបានរៀបរាប់ខាងដើមហ្នឹងឯងចំណុចទី2ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវតែបន្តបោះជំហានទៅមុខរឹងមាំនិងស្វាហាប់រង្វង់កិច្ចការឆកោនត្បូងពេជ្រព្រមទាំងរួមកម្លាំងដើម្បីកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនពិតប្រាកដក្នុងយុគសម័យថ្មីនិយាយថាពាក្យពិតប្រាកដកុំឲ្យមានតែទ្រឹស្ដីសោតត្រូវកសាងឲ្យទៅជាជោគវាសនារួមពិតប្រាកដហ្នឹងឲ្យវាជាក់ស្ដែងចេញជាលទ្ធផលបន្តទៀតយើងចេញលទ្ធផលច្រើនហើយប៉ុន្តែយើងត្រូវតែធ្វើឲ្យច្រើនបន្ថែមទៀតបាទឲ្យច្រើនបន្ថែមទៀតមិនអាចនៅត្រឹងគ្រាន់តែខ្លាចគេរិះគន់នឹងទេបាទឬមួយសូត្រតែទ្រឹស្ដីមាននៅក្នុងកិច្ចព្រមព្រៀងនោះដែរត្រូវតែខ្ជាក់ចេញមកទៅជាសមិទ្ធផលជាក់ស្ដែងហើយយើងនឹងធ្វើបែបហ្នឹងហើយកម្ពុជាចិនបាទចំណុចទី3បន្តជំរុញលើកកម្ពស់គុណភាពទំនាក់ទំនងប្រជាជននិងប្រជាជនប្រទេសយើងទាំងពីរកម្ពុជាចិននឹងត្រូវរៀនសូត្រពីគ្នាទៅវិញទៅមកជាមូលដ្ឋានគាំពៀសាមគ្គីរឹងមាំបាទហេតុអីបងខ្ញុំថាត្រូវរៀនសូត្រពីគ្នាទៅវិញទៅមកកម្ពុជារៀនពីចិនច្រើនហើយសែនចិនចូលឆ្នាំចិនឆេងមេងស្អីណាច្រើនហើយតែប្រជាជនចិនស្គាល់កម្ពុជានៅតែរួមទាំងនិស្សិតកម្ពុជាផងសំទោសរួមទាំងនិស្សិតចិនរួមទាំងនិស្សិតផងអត់ស្គាល់កម្ពុជាខ្ញុំជាមួយឯកឧត្តមបណ្ឌិតគីសេរីវត្តខ្ញុំលើកច្រើនដងហើយទៅក្រុងណានឆាងទៅធ្វើ lecture នៅក្នុងស្រាប់តែនិស្សិតសិក្សាអន្តរជាតិរបស់ចិននៅសាកលវិទ្យាល័យមួយនៅណានឆាងគាត់អត់ស្គាល់កម្ពុជាអត់ស្គាល់ច្រើនអ្នកក្នុងជំនួបនិស្សិតប្រហែលប៉ុណ្ណឹងអ្នកហ្នឹងអត់ស្គាល់អញ្ចឹងយើងអត់ដឹងបន្ទោខាងណាទេហ្នឹងអញ្ចឹងកម្ពុជារៀនសូត្រច្រើនតែចិនមិនបានរៀនយើងខុងជឺដែលឯកឧត្តមប្រធានាធិបតីស៊ីជីនពីងលោកអញ្ជើញមកបើកសម្ពោធតាំងពីឆ្នាំ2009នេះ22ធ្នូ2009យើងបានបដោះបដាលនិស្សិតសំទោសសិស្សនិស្សិតទាំងសិស្សទាំងអ្នករាជការទាំងអីហ្នឹងជាង130000នាក់រៀនភាសាចិនបន្ថែមលើអ្វីថាខ្មែរចេះចិនតាមបាទអញ្ចឹងកម្ពុជាស្គាល់ចិនច្រើនតែចិនស្គាល់កម្ពុជានៅមានកម្រិតត្រង់នេះរៀនវិទ្យាកម្ពុជាចូលរួមយ៉ាងសកម្មឯកឧត្តមបណ្ឌិតគិនភាគាត់រាប់តែចំណែកគាត់ទេគាត់បានរាប់ជាទស្សនវិជ្ជារួមរបស់បណ្ឌិតសភាឯកឧត្តមបណ្ឌិតភាចាសុកទូចធ្វើការងារច្រើនមែនតើស្ដីអំពីទំនាក់ទំនងកម្ពុជាចិននិងឲ្យមានការចូលរួមស្វែងយល់អំពីកម្ពុជាហ្នឹងច្រើនបាទយើងនិយាយមិញជាការបដោះបដានិងការស្រាវជ្រាវនិងបោះពុម្ពសៀវភៅច្រើនទៀតដែលនាំទៅដល់ការឆ្វេងយល់ពីគ្នាពីកម្ពុជាខ្ញុំចង់និយាយអញ្ចឹងបាទ
វេទិកាឯកឧត្តមដិតកិនភៀននឹងនៅសៀមរាបមកពីបណ្ឌិតសភាសង្គមវិជាចិនអនុប្រធានខ្ញុំនិយាយចឹងខ្ញុំខ្លាចនិយាយគាត់ខ្លាចអត់ហ៊ានដើរនៅសៀមរាបវល់គាត់ទៅផាប់ស្រីគាត់ទៅមិនអត់ហ៊ានទេចរអ្នកប្រាជ្ញប្រពន្ធណានៃសាធារណរដ្ឋជាមនិតចិនអត់ជាបងណាមកខ្លាចអញ្ចឹងប្រជាជនសាមញ្ញខ្លាចដែរហើយបើអ្នកប្រាជ្ញមកខ្លាចអីហ្នឹងបាទអញ្ចឹងកុំខ្លាចកម្ពុជារួមគ្នាឆ្វេងយល់ពីគ្នាទៅវិញទៅមកបាទមិនគួរឲ្យខ្លាចទេកម្ពុជាមិនគួរឲ្យខ្លាចកម្ពុជាស្វាគមន៍ប្រជាជាតិទូទាំងពិភពលោកដោយកក់ក្ដៅនិងស្ញាស្នាមញញឹមដ៏ស្រស់បំព្រងរបស់កម្ពុជាដូចក្នុងប្រាសាទបាយ័នអញ្ចឹងអត់មានត្រូវខ្លាចទេបាទគ្មានអីទេការផ្សាយព័ត៌មានមិនល្អខ្លះជាជ្រុងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទេបន្តបង្អាប់កម្ពុជាតែកម្ពុជាមិនអញ្ចឹងទេស្រស់បំព្រងទាំងវប្បធម៌ធម្មជាតិនិងប្រជាជាតិបាទមានអីគួរឲ្យខ្លាចមិត្តភក្តិចិនមហោស៊ីដែលជាវាគ្មិនមកទីនេះក៏ឃើញកម្ពុជាស្រាប់បាទអញ្ចឹងយើងត្រូវតែបន្តបណ្ដុះនៅនឹងលើកកម្ពស់គុណភាពតំណែងម្ដងប្រជាជននិងប្រជាជននឹងបន្ថែមទៀតពីព្រោះអញ្ចឹងហេតុអីមកខ្ញុំលើកពីព្រោះរដ្ឋាភិបាលប្រទេសទាំងពីរយកឆ្នាំ2024ជាឆ្នាំតំណែងប្រជាជននិងប្រជាជនបាទអញ្ចឹងហើយបើខ្ញុំខុសចាំកែលេខហ្នឹងអញ្ចឹងកុំឲ្យអ្នកមួយចំនួនថាចុះឆ្នាំ25ហើយតំណែងអីទៀតអញ្ចឹងគឺឫសគល់នៃតំណែងកើតចេញពីប្រជាជននឹងហើយត្រូវបន្តស្វែងយល់បន្តឲ្យប្រជាជនយល់គ្នាទុកចិត្តគ្នាมันអាចយកទៅណាបានទេហើយក៏มันអាចថ្នាក់ដឹកនាំណាឡើងមកដឹកនាំប្រទេសផងខ្លួននឹងកាត់ផ្ដាច់នៃតំណែងនឹងដែរពីព្រោះដូចខ្ញុំបានលើកខាងដើមវាមានចរិតលក្ខណៈជាសេនតិចជាប្រវត្តិសាស្ត្រជាធម្មជាតិនិងចរិតលក្ខណៈភូមិសាស្ត្រនយោបាយដែលត្រូវការគ្នាជាចាំបាច់អញ្ចឹងខ្ញុំគ្រាន់តែគូសបញ្ជាក់នៅចំណុចនឹងបន្ថែមទេឯកឧត្តមលោកជំទាវអស់លោកស្រីជាថ្មីម្ដងទៀតខ្ញុំសូមកោតសរសើរថ្នាក់ដឹកនាំមន្ត្រីរាជការជាឋានម្នាក់អន្តរជាតិនៃកម្ពុជានិងស្ថាប័នដៃគូសហការដែលបានខិតខំអស់ពីកម្លាំងកាយកម្លាំងចិត្តក្នុងការរៀបចំវេទិកានេះឡើងក្នុងឱកាសដ៏សមស្របនេះខ្ញុំសូមជូនពរឲ្យការពិសេសមានដំណើរការយ៉ាងរលូនក្នុងការពិភាក្សាលើប្រធានបទដ៏មានសារៈសំខាន់នេះប្រកបដោយផ្លែផ្កានិងចូលរួមចំណែកលើកកម្ពស់ពង្រឹងនិងពង្រីកទំនាក់ទំនងកិច្ចប្រការកម្ពុជាចិនឲ្យកាន់តែឈានឡើងដល់កម្រិតខ្ពស់ស្តង់ដារខ្ពស់គុណភាពខ្ពស់ព្រមទាំងរួមចំណែកក្នុងការរក្សាសន្តិភាពស្ថិរភាពវិបលភាពតំបន់និងពិភពលោកទាំងមូលខ្ញុំសូមជូនពរភ្ញៀវជាតិអន្តរជាតិទាំងអស់ទទួលបានសុខភាពល្អសុភមង្គលនិងជោគជ័យគ្រប់ភារកិច្ចខ្ញុំសូមប្រកាសបើកនៅវេទិកាពិសេសស្ដីពីមិត្តភាពដៃថែបកម្ពុជាចិនក្នុងយុគសម័យកិច្ចសវត្ថការឈ្នះឈ្នះនិងវិបលភាពរួមចាប់ពីពេលនេះតទៅសូមអរគុណសូមអរគុណ